Cho mình xuân này ở khné ở chụp video này nhung to pi video muốn để video thì buôn nhung vậy chạy tôi cho mình từ lơ cả design OU chắc ở chụp video ti pram này nhung to pi video muốn cứ vậy chạy tôi cho mình từ lơ group policy management chạy tôi một group policy management nó đại group policy nó dương đi sản viên làm vậy ấy chẳng tệ tôi một group policy management nó cứ dương đi sản cho mẹ mình này từ lơក្រុមហ៊ុនមួយឧទាហរណ៍ក្រុមហ៊ុនធនាគារឬក៏អីធំធំដែលគាត់ធ្វើការ manage ទៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់ឬក៏ user និយាយទៅអ្នកដែលគាត់ប្រើប្រាស់កុំព្យូទ័រនឹងថាគាត់អាចប្រើប្រាស់ទៅលើអីខ្លះlikeគាត់ download file អីផ្ដេសផ្ដាស់ទៅអាចមានបញ្ហាដល់ក្រុមហ៊ុនរបស់យើងអញ្ចឹងចំពោះវីដេអូនេះផ្ដោតសំខាន់ទៅលើ policy management អញ្ចឹងបើសិនជាចូលដំបូងមកអ្នកទាំងអស់គ្នាអត់ទាន់មានជាមួយនឹងក្រុម policy management ទេយើងអាចធ្វើការចូលទៅដើម្បីបង្កើតវាបានអញ្ចឹងសម្រាប់វីដេអូតាក់ទងមួយនឹងទៅលើ file តាក់ទងមួយការបង្កើតក្រុម policy គឺដំបូងអ្នកទាំងអស់គ្នាចូលមក my MMC របស់យើងមកដែលគ្រប់ពីមុនមកខ្ញុំបានថតតាក់ទងមួយវីដេអូ MMC រួចហើយអញ្ចឹងតាក់ទងមួយ MMC យើងចូលមក MMC មកតោះមកយើងចូលពាក្យថា file អញ្ចឹងយើង scroll មកខាងក្រោមយើងយកពាក្យថា add snipping នេះអញ្ចឹងយើង scroll មករកពាក្យថា group policy management អញ្ចឹងខាងក្រោមនេះអញ្ចឹងដោយសារខ្ញុំ add ហើយខ្ញុំមិន add មួយទៀតទេអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ add គឺចុចពាក្យថា add នេះហើយចុច OK មកអញ្ចឹងខ្ញុំ cancel ទៅលើនោះដោយសារខ្ញុំ add ហើយបន្ទាប់ពីយើងចូលនឹងហើយគឺយើងអាចធ្វើការ check បានអញ្ចឹងទៅលើនេះយើងបើកជាមួយនឹង directory ដែលយើងបង្កើតឲ្យដល់មុនដូចជាមានតកតមួយខ្ញុំការ design group RUP អញ្ចឹងអាចចូលទៅមើល group policy design តកតមួយ OU របស់យើងឡើងវិញអញ្ចឹងខ្ញុំមាន group policy ដែលមាន management ហើយមានតកតមួយ computer science របស់យើងអញ្ចឹងខ្ញុំមាន user នៅក្នុងនោះ manage ទៅលើ computer ហើយនិង user ហើយសម្រាប់ទៅលើ group policy management នេះគឺយើងមានតកតមួយ domain អញ្ចឹងយើងចូលមកកាន់ domain ហ្នឹងសិនមកហើយយើងអាចធ្វើការ check មួយទៅលើទាំងអស់ហ្នឹងបានអញ្ចឹងតកតនេះគឺខ្ញុំផ្ដោតសំខាន់ទៅលើការបង្កើតតកតជាមួយនឹងទៅលើ group policy អញ្ចឹងបន្ទាប់ពីយើងចូលដល់កន្លែងហ្នឹងគឺយើងចូល my domain មកតបយើងចូល local របស់យើងមកអានេះគឺ local របស់យើងខ្ញុំកាត់លើកមុនគឺយើងចូលមកកន្លែងហ្នឹងយើងនឹងឃើញ group policy group ទាំងអស់ហ្នឹងគឺយើងបង្កើតពីលើកមុនហ្នឹងគឺយើងអាចមើលទៅតាមនោះបានអញ្ចឹងមកខាងក្រោមនេះយើងមានរបស់មួយចំនួនគឺមានតកតមួយ controller មានតកតជាមួយនឹងទៅលើ domain name មានតកតជាមួយនឹងទៅលើការ design group របស់យើងពីមុនមកដែរបន្ទាប់មកយើងធ្វើការមើលទៅលើទាំងអស់ហ្នឹងមកបន្ទាប់មកបន្ទាប់ពីហ្នឹងមកយើងធ្វើការចូលពាក្យថាមានអារម្មណ៍បន្ទាប់មកទៀតគឺយើងយកពាក្យថា group policy object យើងចុចទៅលើហ្នឹងមកអញ្ចឹងវាមានdefault ពីនៅក្នុងហ្នឹងយើងអាចធ្វើការចុចទៅលើហ្នឹងមកបានបន្ទាប់មកយើងមានជា default 2នេះគឺយើងអាចធ្វើការបើសិនយើងចង់បង្កើតថ្មីគឺយើង right click ហើយយកពាក្យថា new បន្ទាប់មកយើងចូលពាក្យថា new កន្លែងនេះគឺយើងដាក់ឈ្មោះ group policy របស់យើងគឺយើងដាក់ចង់ដាក់ឈ្មោះអីក៏បានដែរអញ្ចឹងខ្ញុំដាក់តាក់ទងជាមួយនឹង class របស់យើងអញ្ចឹង disable class គឺយើងអាចឲ្យគាត់ធ្វើការប្រើ flash ទេទៅនឹង disable plus អញ្ចឹងបន្ទាប់មកយើងធ្វើការបង្កើតហើយយើងចុចមក OK មកអញ្ចឹងយើងបានធ្វើការបានជាមួយនឹង policy កន្លែងហ្នឹងមួយទៀតបន្ទាប់ពីហ្នឹងមកគឺយើងធ្វើការចូលពាក្យថា right click មកយើងចូលពាក្យ edit បន្ទាប់ពី edit នេះយើងមានឃើញពីនេះអញ្ចឹងយើងយកពាក្យអញ្ចឹងសម្រាប់តើតមួយនឹងពីនេះគឺយើងយកពាក្យថា computer configuration អញ្ចឹងយើងចុច right click ទៅលើហ្នឹងហើយតបមកយើងធ្វើការយកពាក្យថា policy បន្ទាប់ពីខាងក្រោមនេះយើងមាន3
template នេះគឺយើងយកពាក្យថា administrative system សម្រាប់ខាងក្រោមនេះយើងវានឹងឃើញវាបន្ទាប់មកយើងយកពាក្យថា remove storage access ចឹងចុចចូល all សិនណារកពាក្យថា remove storage access ចាំតិច remove storage access បន្ទាប់ពីតពីមុនហើយយើងតបមកយើងរកពាក្យថា remove daily write access តបមកយើងចាំវាបន្តិចដោយសារកុំព្យូទ័រខ្ញុំវាអង្គាំងសម្រាប់ទៅដល់កន្លែងនេះគឺយើងមានតកតងមួយ policy ផ្សេងតកតងជាមួយនឹងទៅលើ storage access ហ្នឹងគឺយើងអាច scroll មើលទៅតាមនឹងបានថាមានអីខ្លះអញ្ចឹងតកតងមួយកន្លែងទាំងអស់ហ្នឹងខ្ញុំយកពាក្យថា remove all នេះអញ្ចឹងខ្ញុំចុចទៅលើហ្នឹងមកបន្ទាប់មកយើងធ្វើការចុច right click ទៅលើហ្នឹងមកយើងចាំតិចទៅដល់កន្លែងនេះគឺយើងយកពាក្យថា disable មក enable មកហើយយើងយកពាក្យ OK បន្ទាប់មកយើងធ្វើការចុចទៅលើ OK បន្ទាប់ពីយើងធ្វើការចុចហើយយើងចុចខ្វែងមកសិនមកចាំតិចកុំព្យូទ័រខ្ញុំវាអង្គាំងចឹងបន្ទាប់មកយើងអាចចូលមកមើលកន្លែងនេះបាន disable flag របស់យើងអញ្ចឹងបន្ទាប់មកយើងយកមកកាន់គ្រប់ policy របស់ RUP បន្ទាប់មកយើង right click បន្ទាប់ពី right click យើងយកពាក្យថា add link exit GPO នេះដែល GPO ពាក្យពេញរបស់វាគឺគ្រប់ policy object អញ្ចឹងយើងធ្វើការចុចទៅលើនឹងមកបន្ទាប់មកយើងចុចទៅលើឈ្មោះដែល policy របស់យើងមិញហ្នឹងដែលយើងធ្វើការបង្កើត policy object របស់យើងហ្នឹងអញ្ចឹងយើងធ្វើការចុចទៅលើ disable flash ហ្នឹងមកតោះមកយើងធ្វើការចុចពាក្យថា OK មកក្នុងនោះគឺយើងបានហើយឃើញ flash របស់យើងគឺ disable ហើយបន្ទាប់មកគឺយើងធ្វើការសម្រាប់តាក់ទងមួយទៅលើការតេស្តគឺខ្ញុំមិនបានតេស្តទេគឺដោយសារកុំព្យូទ័រខ្ញុំរកប្រាក់យកមែនតើអញ្ចឹងខ្ញុំផ្ដោតទៅលើការបង្កើតគ្រប់ policy object របស់យើងឯងអញ្ចឹងយើងតទៀតខ្ញុំធ្វើការបង្កើតគ្រប់ policy ថ្មីមួយទៀតឈ្មោះថា set wallpaper តាក់ទងមួយការ set ទៅលើ image ទៅលើរូបភាពនៅលើកុំព្យូទ័ររបស់ user ដែលឬក៏បុគ្គលិករបស់យើង staff អញ្ចឹងយើងចូលដូចមិញដែរយើងធ្វើការចូលគ្រប់ policy object ហ្នឹងតោះមកយើងធ្វើការយកពាក្យថា new អញ្ចឹងយើងធ្វើការដាក់ឈ្មោះជាមួយនឹងគ្រប់ policy របស់យើងមកអញ្ចឹងខ្ញុំដាក់ឈ្មោះ set wallpaper ឬក៏ set image ក៏បានដែរខ្ញុំដាក់ set image កុំព្យូទ័រខ្ញុំរៀងកាំងបន្ទាប់មកយើងធ្វើការចុច OK អញ្ចឹងចាំតិចអ្នកនរគ្នាបន្ទាប់ពីចុច OK យើងឃើញមានពាក្យថា set image របស់យើងបន្ទាប់មកខ្ញុំធ្វើការចុចទៅលើពាក្យថា set image មកយើងright click មកយើងចុចហើយយើង right click យើងយកពាក្យថាកាំងបាត់ហើយបន្ទាប់មកយើងធ្វើការចូលពាក្យថា edit ចឹងចុចទៅលើពាក្យ edit ហើយរងចាំបន្តិចបន្ទាប់មកយើងធ្វើការនេះខ្ញុំធ្វើការវាមាន2ដូចមុនដែរមាន computer configuration ហើយជាមួយនឹងទៅលើ user អញ្ចឹងតកតមួយកន្លែងនេះគឺយើង set ទៅលើ user មួយអញ្ចឹងខ្ញុំយកពាក្យថា user បន្ទាប់មកយើងយកការមាន2មាន policy ហើយនិង free reference អញ្ចឹងយើងយកពាក្យថា policy ខាងក្រោមនេះយើងយក admin template ដែរបន្ទាប់មកយើងយកពាក្យថា desktop កន្លែងហ្នឹងគឺយើងធ្វើការយកពាក្យថា desktop ដែរគឺយើង set ទៅលើ desktop អញ្ចឹងយើងធ្វើការចុចទៅលើពាក្យថា desktop បន្តអញ្ចឹងវាមានពាក្យមួយចំនួនវាមានពាក្យ enable
active desktop disable active desktop យើងមានពាក្យមួយចំនួនទាំងអស់លើនឹងបើសិនយើងចង់ set មួយណាគឺយើងអាចដាក់ខាងលើនឹងបានអញ្ចឹងខ្ញុំតបមកខ្ញុំធ្វើការចុចពាក្យថា allow only bit នេះ setable paper នេះអញ្ចឹងយើងចុចទៅលើនឹងមក right click មកយើងយកពាក្យថា enable យើងយកពាក្យ enable តបមកយើងចុចពាក្យ OK ខាងក្រោមមកយើងចុច apply តបមកយើងចុច OK អញ្ចឹងយើងយកពាក្យ apply ហើយយើងចុចពាក្យ OK មកអញ្ចឹងវារួចហើយបន្ទាប់មកយើងអាចធ្វើការចូល testing បានបើសិនជាយើងនេះខ្ញុំអត់ testing ទេដោយសារកុំព្យូទ័រខ្ញុំរកប្រាក់យកមែនតើអញ្ចឹងតមកទៀតគឺយើងធ្វើការបង្កើតជាមួយនឹង policy មួយទៀតថ្ងៃនេះបង្កើតរៀងច្រើនអញ្ចឹងយើងធ្វើការបង្កើត policy object មួយទៀតអញ្ចឹងខ្ញុំ right click ទៅលើពាក្យថា group policy object ដែរអញ្ចឹងយើងធ្វើការពាក្យ right click មកយើងយកពាក្យថា new កន្លែងនេះគឺយើងដាក់ឈ្មោះទៅលើឈ្មោះ group policy object របស់យើងអញ្ចឹងខ្ញុំដាក់ password កុំព្យូទ័រខ្ញុំកាំងមែនតើណាអញ្ចឹងខ្ញុំដាក់ឈ្មោះពាក្យថា password policy ចុះកន្លែងនេះគឺវា password policy អញ្ចឹងតបមកយើងធ្វើការចុច OK មុនមកខ្ញុំចុចពាក្យ OK មកអញ្ចឹងយើងបានធ្វើការបង្កើតជាមួយនឹង group password policy របស់យើងបន្ទាប់មកយើងធ្វើការចូលមក right click ទៅលើ group policy password policy របស់យើងខ្ញុំចុច right click ហើយខ្ញុំយកពាក្យថា edit អញ្ចឹងចុចទៅលើពាក្យ edit ហ្នឹងមកស្អីបន្ទាប់ពីយើងធ្វើការចុច edit ហើយយើងយកពាក្យថា computer configuration ហ្នឹងមកខ្ញុំចុចហ្នឹងហើយតោះខ្ញុំធ្វើការចុចពាក្យថា policy បន្ទាប់មកយើងយកពាក្យថា Windows setting របស់យើងsorry បន្ទាប់មកដល់កន្លែងនេះគឺយើងយកពាក្យថា security setting អញ្ចឹងយកពាក្យ security setting មកមកដល់កន្លែងនេះគឺយើងមានរបស់មួយចំនួនដែលយើងត្រូវការអាន document បន្ថែមឬក៏របស់មួយចំនួនដែលយើងត្រូវការសិក្សាបន្ថែមអញ្ចឹងយើងត្រូវការយកពាក្យថា account policy របស់យើងនៅខាងលើនេះយើងចុចទៅលើពាក្យ account policy របស់យើងមកចឹងចុចទៅលើ account policy របស់យើងមកតោះមកយើងយកមានរបស់មួយចំនួនដែលយើងត្រូវការមើលអញ្ចឹងតើតោងជាមួយនឹងខ្ញុំយកពាក្យថា password policy ខាងក្រោមនេះវាមានរបស់មួយចំនួនដែលយើងត្រូវការ config របស់វាយើងចង់ config មួយណាក៏បានដែរវាមានតើតោងជាមួយនឹង password history maximum password អីផ្សេងអញ្ចឹងបើសិនជាយើងចង់បង្កើតមួយណាគឺយើងអាចដាក់តាមនឹងបានអញ្ចឹងខ្ញុំយកខាងលើគឺ password history អញ្ចឹងខ្ញុំយកចុច right click លើនឹងមកតោះមកយើងគេនឹងមាន document ឲ្យយើងអានក្នុងនោះដែរគេណែនាំពីរបៀបក្នុងការធ្វើតាក់ទងមួយ group policy តាក់ទងជាមួយនឹងរបស់មួយចំនួនហ្នឹងដែរអញ្ចឹងដោយសារខ្ញុំអាន document ហ្នឹងរួចហើយអញ្ចឹងខ្ញុំយកពាក្យ security setting មក policy setting នេះមកដល់កន្លែងនេះគឺយើងយកពាក្យclick ពាក្យថា define this policy setting អញ្ចឹងselect លេខហ្នឹងមកកន្លែងនេះយើងអាចធ្វើការបញ្ចូល password ឬក៏នេះនឹងបានអញ្ចឹងឧទាហរណ៍ខ្ញុំដាក់1 2 3ទៅ2អាលេខ2ចុះតោះមកយើងចុចពាក្យថា apply ខាងក្រោមនេះ
จะ apply មកកុំព្យូទ័រហៅលេងលឺបន្ទាប់ពីយើងចុចពាក្យ apply ហើយយើងចុចពាក្យ OK បន្តអញ្ចឹងវារួចរាល់អញ្ចឹងយើងអាចធ្វើការចូលមកមើលរបស់យើងវិញអញ្ចឹងយើងចប់ហើយយើងចូលមកមួយទៀតគឺខ្ញុំបង្កើតត្រែអញ្ចឹងបន្ទាប់ពីយើងបង្កើតហើយខ្ញុំធ្វើការចុចខ្វែងសិនមកបន្ទាប់មកយើងធ្វើការចូលមក policy គ្រប់ policy object របស់យើងខ្ញុំបង្កើតថ្មីមួយទៀតដែលខ្ញុំបង្កើតឈ្មោះវាឈ្មោះថា logout ដែល logout policy ហ្នឹង logout មិនអញ្ចឹងខ្ញុំបញ្យល់អ្នកនរគ្នាយល់ថា logout policy ហ្នឹងគេធ្វើសម្រាប់ទៅអីអញ្ចឹងតើតោះមួយ logout policy កាត់ដៃបើសិនជាកុំព្យូទ័រនឹង sleep ឬក៏យើង sleep screen 1ម៉ោងឬក៏2ម៉ោងយើងអាចកំណត់ក្នុងនឹងបានថាឲ្យវា logout auto អញ្ចឹងខ្ញុំធ្វើការចុច right click ទៅលើគ្រប់ policy មកតោះឲ្យខ្ញុំធ្វើការចុចពាក្យថា new ដដែលមកអូយ sorry ណាបន្ទាប់មកយើងធ្វើការដាក់ឈ្មោះមកខ្ញុំដាក់ឈ្មោះ logout lock screen នេះចឹងlogout policy បន្ទាប់មកយើងធ្វើការចុចពាក្យថា OK បន្តមកគឺយើងធ្វើ step ដដែលទេខ្ញុំចុចពាក្យថា OK បន្ទាប់មកយើងធ្វើការយកពាក្យថា logout policy យើង right click មកបន្ទាប់មកយើងធ្វើការចុចពាក្យថា edit មកខ្ញុំចុចទៅលើ edit អញ្ចឹងវានឹងឃើញពីនេះដដែលគឺយើងមានពាក្យខ្ញុំយកពាក្យ computer configuration ដដែលយើងយកពាក្យ policy ដដែលតោះមកយើងចុចពាក្យថា Windows setting បន្ទាប់ពីយើងចូលពាក្យ Windows setting វិញយើងយកពាក្យថា security setting មកយើង right click មកតោះមកយើងយកពាក្យថា account policy ដដែលគឺយើងយកពាក្យ account policy តោះមកយើងពាក្យយើងមានពាក្យមួយថា account logout policy នេះយើងចុចទៅលើនឹងមកកន្លែងនេះគឺមាន3សម្រាប់តេតមួយ account គាត់អាច log out ឬក៏មាន account អាច log out មាន account យើងមាន3មាន account អាច log out account reset ឬ accountអ្នក do operation អញ្ចឹងខ្ញុំចុចលើនឹងមកតោះមកខ្ញុំធ្វើការចុចទៅលើនឹងមកតោះមកយើងនឹងវានឹងមានdocument ឲ្យយើងសម្រាប់អានទៅលើ policy នឹងបានអញ្ចឹងខ្ញុំអត់មានការអីទេគឺខ្ញុំយក select យក define នេះទៅដែរដូចពីមុនតោះមកយើងធ្វើការដាក់ជាមួយនឹងចំនួននាទីឬក៏ចំនួនម៉ោងដែលយើងត្រូវឲ្យវា log out អញ្ចឹងបន្ទាប់ពីនេះខ្ញុំដាក់វា60នាទីចុះបើគាត់ sleep កុំព្យូទ័រនឹង60នាទីគឺ sleep ឬក៏អត់ប្រើហ្នឹងគឺ log auto log out មកអញ្ចឹងដាក់60នាទីបន្ទាប់មកខ្ញុំទៅការចុចពាក្យ apply ខាងក្រោមតទៅពី apply យើងចុចមកពាក្យ OK មកជាទូទៅក្នុងហ្នឹងគេសឹកចេះឲ្យយើង30នាទី log out ក្នុងហ្នឹងវាមានដាក់សឹកចេះឲ្យយើងដែរអញ្ចឹងខ្ញុំចុចពាក្យ OK មកបន្ទាប់មកខ្ញុំចុចពាក្យ OK បន្តទៀតបន្ទាប់ពីបានប៉ុណ្ណឹងហើយគឺយើងអាចខ្វែងទៅលើខាងលើនេះបានយើងអាចធ្វើការ set វាបានហើយអញ្ចឹងយើងអាចមើលទៅលើខាងលើបានអញ្ចឹងវាមានរបស់មួយចំនួនដែលយើងឃើញវាពាក្យគ្រប់ policy status enable អញ្ចឹងក្នុងនោះវារួចរាល់អញ្ចឹងករណីបើសិនជាយើងចង់បង្កើតអីបន្ថែមទៀតគឺយើងអាចបង្កើតបានបន្ថែមយើងចូល policy object របស់យើងទៅដែរហើយដោយសារតែទៅលើនេះខ្ញុំបង្កើតតែប៉ុណ្្នឹងឯងព្រោះដោយសារកុំព្យូទ័ររបស់ខ្ញុំវាយ៉ាងកាំងខ្ញុំមែនតើហ្នឹង
អញ្ចឹងចំពោះវីដេអូនេះខ្ញុំបញ្ចប់តែត្រឹមហ្នឹងអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ